បន្ទាយស្រីជាប្រាសាទដែលមានក្បាច់រចនាដ៏ល្អប្រណិតមួយដែលគេស្គាល់ថាជាអលង្ការដ៏វិចិត្រនៃសិល្បៈខ្មែរថ្ងៃនេះខ្ញុំបាទនឹងបកស្រាយអំពីក្បាច់ដែលនៃប្រាសាទបន្ទាយស្រីដែលឬហៅឈ្មោះតាមថាត្រីក្រេភូវនៈមហេសរលក្ខណៈសម្គាល់ទូទៅនៃផ្តែររចនាបថបន្ទាយស្រីផ្នែកខ្លះនៃផ្តែរប្រាសាទបន្ទាយស្រីត្រូវបានចម្លងចេញពីរចនាបថមុនដូចជាព្រៃគុករចនាបថគូលែនព្រះគោថ្វីត្បិតតែចម្លងចេញពីរចនាបថមុនមែនការបង្កើតថ្មីក៏មានច្រើនដែរដែលគេអាចដាច់រចនាបថបន្ទាយស្រីចេញពីរចនាបថប្រែរូបដែលស្ថិតក្នុងសម័យសហប្រហែលគ្នាលក្ខណៈសម្គាល់ទាំងនោះមានដូចជាបន្ទាត់ធ្នូជាកម្រងមែកឈើព្រមទាំងមានក្បាច់ស្លឹកឈើនៅខាងលើនៅខាងក្រោមមែកឈើនៅចន្លោះក្បាច់ស្លឹកឈើមានក្បាច់រំយោលដែលយើងឃើញមាននៅរចនាបថមុនដូចជារចនាបថសម្បូរគុកជាដើមរូបព្រះការឬចម្លាក់រឿងនៅចំកណ្ដាលត្រង់មែកឈើកម្រងមែកឈើធ្លាក់ចុះមកក្រោមខ្លាំងអ្វីដែលយើងឃើញថ្មីស្រឡាងនៅរចនាបថនេះគឺការធ្វើរូបសត្វឬព្រះកាលខាំចំរំយោលមែកឈើត្រង់1/4នៃក្បាច់ស្លឹកឈើមានក្បាច់លម្អមួយទៀតទុកភ្លើងដែលគេឃើញមានច្រើននៅក្នុងរចនាបថបន្ទាយស្រីនេះជួបហើយចង់ជួបទៀតមិនចង់ឃ្លានពីស្នេហានឹកអាឡ័យជាប់ចិនដាដែលនៃគោបរៈទី1ខាងលិចបទធ្នូជាកម្រងមែកឈើស្លឹកឈើរាងត្រីកោណបន្ទាត់ធ្នូជាកម្រងមែកឈើស្លឹកឈើជារាងទំពក់ក្រោមមែកឈើឃើញមានសត្វមកកជាក់សឹងនិងឃើញមនុស្សជិះពីលើដែលមាននៅក្នុងរចនាបថកលាបរវត្តរចនាបថសម្បូរព្រៃគុកមកម្លេះបន្ថែមពីនេះមានក្បាច់រំយោលរាងដូចគប់ភ្លើងដែលពេញនិយមនៅក្នុងប្រាសាទបន្ទាយស្រីនៅចំកណ្ដាលមែកឈើមានព្រះកាលខំរំយោលសំយងចុះក្រោមហើយនៅក្រោមព្រះកាលមានរូបទេពកម្រងមែកឈើក៏មានក្បាច់មែកឈើមានរាងជាត្រីកោណកាលក្នុងប្រតិបត្តិការបាត់ដំណដែលនៅប៉មខាងត្បូងទ្វារខាងត្បូងដូចដែរមុនដែរអង្កត់ធ្នូមានកម្រងមែកឈើនិងមានក្បាច់ស្លឹកឈើមានរាងជាត្រីកោណនៅពីខាងលើនិងក្បាច់ស្លឹកឈើមានរាងជាទំពក់នៅខាងក្រោមកម្រងមែកឈើបន្ថែមពីលើកម្រងមែកឈើក៏មានក្បាច់លម្អផងដែរហើយមានក្បាច់គប់ភ្លើងដែលជាក្បាច់ពិសេសខុសគេនៃរចនាបថបន្ទាយស្រីនៅចន្លោះក្បាច់ស្លឹកឈើក៏មានក្បាច់ការប្រលិតឬការរំចង់ផងដែរនៅសងខាងមានសត្វមកកជាក់សឹងប៉ុន្តែបែរមុខចេញក្រៅនៅត្រង់1/4រីឯចម្លាក់ព្រះកាលខំក្បាលដំរីប្រមោយដំរីកាន់ក្បាច់រំយោលចុះក្រោមអដោយទេពនៅខាងលើព្រះកាលនៅចំកណ្ដាលកម្រងមែកឈើមានរូបព្រះយមគង់លើក្របីទ្រដោយសឹង2និងមានក្បាច់ស្លឹកឈើលម្អនៅជុំវិញផងដែលតួប៉មកណ្ដាលទ្វារខាងលិចដែលនេះជាប្រភេទចម្លាក់ក្បាច់ស្លឹកឈើរាងត្រីកោណ រ
ហើយផ្តែរនេះគឺជាផ្តែរដែលចម្លាក់និយាយអំពីរឿងរាមាយណៈដែលយើងឃើញមានឆ្លាក់នៅក្នុងផ្តែរនេះនៅខាងចុងកម្រងមែកឈើយើងមិនមានឃើញសត្វមកកជាក់សឹងដូចដែលមុនទេប៉ុន្តែនៅចំកណ្ដាលមានរូបប្រកាលខាងកម្រងមែកឈើសំយងចុះក្រោមហើយនៅពីខាងលើប្រកាលនោះមានចម្លាក់រឿងរាមាយណៈក្នុងឈុតក្រុងរាវណៈចាប់នាងសីតាទៅក្រុងលង្កាហើយមានក្បាច់លម្អមួយទៀតដែលគេនិយមបំផុតនៃផ្តែររចនាបថបន្ទាយស្រីគឺក្បាច់លម្អដែលមានរាងដូចគប់ភ្លើងដូចរូបផ្តែរនេះ